ក្រោយពេលក្រសួងការបរទេសអាមេរិកប្រកាសផ្អាកផ្ដល់ទិដ្ឋាការបន្តប្រវេសដល់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការមករស់នៅអាមេរិកតើអ្នកដែលមានថ្ងៃសម្ភាសហាយឬសំណុំរឿងនានាកំពុងដំណើរការនឹងคล้ายជាយ៉ាងម៉េចបាទនៅថ្ងៃទី14ខែមករាឆ្នាំ2026ក្រសួងការបរទេសបានប្រកាសជាផ្លូវការដាក់ឈ្មោះប្រទេសកម្ពុជានិងប្រទេសទាំង74ផ្សេងទៀតថានឹងត្រូវផ្អាកផ្ដល់ទិដ្ឋាការបន្តប្រវេសជូនអ្នកដែលសម្ភាសមករស់នៅសម្រាប់ប្រភេទទិដ្ឋាការបន្តប្រវេសគឺជាប្រភេទសំណុំរឿងដូចជាម្ដាយធានាកូនកូនធានាម្ដាយឪពុកបងប្អូនធានាបងប្អូនប្រពន្ធធានាប្តីប្តីធានាប្រពន្ធបាទអញ្ចឹងប្រភេទវីសាមករស់នៅអស់នេះគេហៅថាជាប្រភេទទិដ្ឋាការបន្តប្រវេសហើយនៅថ្ងៃទី21ខែមករាឆ្នាំ2026ក្រសួងការបរទេសអាមេរិកនឹងណែនាំដល់មន្ត្រីស្ថានទូតជាផ្លូវការជាក់ស្ដែងថាតើហាមយ៉ាងម៉េចសម្រាប់ស្ថានភាពបច្ចុប្បន្នព័ត៌មាននេះគឺក្រមនាយការណែនាំនឹងប្រាប់ថាប្រកាសជាផ្លូវការនៅថ្ងៃទី21ខែមករាចុះសម្រាប់អ្នកដែលមានសំណុំរឿងនៅស្ថានទូតកំពុងរងចាំថ្ងៃសម្ភាសហើយអ្នកដែលកំពុងដាក់ពាក្យធានាដំណើរការនៅមជ្ឈមណ្ឌលតុលាការជាតិអាមេរិកឬអ្នកកំពុងដាក់ពាក្យធានានៅក្រសួងអន្តរប្រវេសន៍យ៉ាងម៉េចបាទសម្រាប់អ្នកដែលមានឈ្មោះចូលសម្ភាសដើម្បីស្នើសុំទិដ្ឋាការមករស់នៅអាមេរិកតាមរយៈការដែលកូនធានាម្ដាយធានាប្រពន្ធធានាប្តីធានាអីគឺលោកអ្នកនៅតែបន្តចូលសម្ភាសជាដដែលទោះបីជាក្រោយថ្ងៃទី21ខែមករាគេប្រកាសផ្អាកក៏ដោយការណាត់ជួបសម្ភាសនៅតែដំណើរការធម្មតាមិនមានអ្វីប្រែប្រួលទេអ្វីដែលប្រែប្រួលមន្ត្រីស្ថានទូតនឹងផ្អាកផ្ដល់ទិដ្ឋាការគឺសម្ភាសហើយគេមិនទាន់ចេញទិដ្ឋាការជូនលោកអ្នកភ្លាមទេក្រោយពេលសេចក្តីផ្អាកនេះចប់គេឈប់ផ្អាកគេនឹងពិចារណាលើទិដ្ឋាការលោកអ្នកគេថាបើលោកអ្នកគ្រប់លក្ខខណ្ឌគេនឹងចាញ់វីសាជូនលោកអ្នកអញ្ចឹងសរុបមកសម្រាប់ករណីម៉ែធានាកូនកូនធានាម៉ែអីហ្នឹងប្តីធានាប្រពន្ធធានាប្តីអីហ្នឹងអ្នកមានថ្ងៃចូលសម្ភាសនៅតែដំណើរការឯកសារចូលសម្ភាសដោយធម្មតាគ្រាន់តែថាពេលសម្ភាសហើយគេផ្អាកផ្ដល់វីសាជូនសិនបាទមិនទាន់ចាញ់ភ្លាមដូចមុនទៀតទេងាកមកសំណុំរឿងនៅមជ្ឈមណ្ឌលតុលាការជាតិអាមេរិកគឺនៅ NVC ប្រសិនបើសំណុំរឿងលោកអ្នកនៅ NVC គេស្នើសុំឲ្យលោកអ្នកធ្វើអីគឺបន្តធ្វើតាមហ្នឹងដាក់ឯកសារដាក់អីបំពេញពាក្យស្នើសុំវីសាដោយធម្មតាដំណើរការដោយធម្មតាគ្រាន់តែថាគេផ្អាកផ្ដល់វីសាសិនពេលដែលយើងចូលសម្ភាសបាទមួយវិញទៀតសម្រាប់អ្នកដែលកំពុងរៀបចំឯកសារដាក់ពាក្យធានាម្ដាយឪពុកធានាប្តីប្រពន្ធធានាគូដណ្ដឹងអីដែលកំពុងរៀបចំឯកសារដាក់ទៅ USCIS គឺក្រសួងអន្តរប្រវេសន៍លោកអ្នកនៅតែដំណើរការឯកសារដូចធម្មតាបាទពីព្រោះបើតាមសេចក្តីជូនដំណឹងប្រកាសនៅថ្ងៃទី14ខែមករាគឺគេលើកឡើងតែការផ្អាកផ្ដល់ទិដ្ឋាការអន្តរប្រវេសន៍ទេគេមិនបានផ្អាកឬបញ្ឈប់ការធានាម៉ែឪបងប្អូនអីតាក់ទងការងារអីនៅក្រសួងអន្តរប្រវេសន៍ឬនៅ NVC នោះទេអញ្ចឹងជាបឋមលោកអ្នកនៅតែបន្តរៀបចំឯកសារបានដូចធម្មតាក្នុងករណីសេចក្តីថ្លែងការណ៍ជាធរមាននៅថ្ងៃទី21ខែមករាគេប្រកាសថាគេហាមមិនឲ្យលោកអ្នកដាក់ពាក្យធានាទៅក្រសួងអន្តរប្រវេសន៍មិនឲ្យលោកអ្នកបំពេញឯកសារនៅ NVC អានោះទៅយើងចប់ត្រឹមហ្នឹងអត់ធ្វើអីកើតតែបើព័ត៌មានបច្ចុប្បន្នភាពគឺលោកអ្នកត្រូវគេផ្អាកផ្ដល់ទិដ្ឋាការអន្តរប្រវេសន៍នៅត្រឹមស្ថានទូតសរុបមកវិញអ្នកដែលមានថ្ងៃចូលសម្ភាសធម្មតារៀបចំឯកសារសម្ភាសធម្មតាគ្រាន់តែថាសម្ភាសហើយគេផ្អាកផ្ដល់ទិដ្ឋាការជូនលោកអ្នកសិនបាទការផ្អាកនេះគឺសម្រាប់តែប្រភេទទិដ្ឋាការមករស់នៅតែប៉ុណ្ណោះរីឯប្រភេទទិដ្ឋាការមិនមែនអន្តរប្រវេសន៍ដូចជាវីសាមកលេងមករៀនអីលោកអ្នកនៅតែបន្តរៀបចំឯកសារស្នើសុំវីសាមកលេងមករៀនដូចធម្មតាហើយមន្ត្រីស្ថានទូតនឹងចាញ់វីសាភ្លាមដូចធម្មតាមិនពាក់ព័ន្ធមិនប៉ះពាល់នឹងប្រភេទទិដ្ឋាការមិនមែនអន្តរប្រវេសន៍នោះទេមួយវិញទៀតសម្រាប់និស្សិតឬក៏អ្នកមកលេងសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកជាពិសេសនិស្សិតដែលកំពុងរៀនបើគាត់ស្រឡាញ់គ្នានឹងមនុស្សដែលយើងស្រឡាញ់ពួកគាត់នៅតែអាចបន្តរៀបការជាមួយគ្នាប្តីឬប្រពន្ធរបស់គាត់នៅតែអាចដាក់ពាក្យធានាស្នើសុំ Green Card បានដូចគ្នាពីព្រោះសេចក្តីផ្អាកប្រកាសរបស់គេនេះគេផ្អាកតែផ្ដល់វីសានៅស្ថានទូតមិនមែនផ្អាកអីតាក់ទងនៅសហរដ្ឋអាមេរិកទេបាទ
ព្រោះអ្វីដែលគេផ្អាកគឺផ្អាកផ្ដល់ទឹកដីការអន្តរប្រវេសន៍នៅត្រឹមស្ថានទូតតែលោកអ្នកកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកប្រសិនបើសេចក្តីប្រកាសនៅថ្ងៃទី21ខែមករានោះមិនប៉ះពាល់មិនហាមទេលោកអ្នកនៅតែបន្តឯកសារដោយធម្មតាម្ដងទៀតដដែលអ្វីដែលពាក់ព័ន្ធនឹងប៉ះពាល់ខ្លាំងគឺអ្នកដែលមានថ្ងៃសម្ភាសមករស់នៅសហរដ្ឋអាមេរិកពេលចូលសម្ភាសគេមិនទាន់ចាញ់វីសាជូនភ្លាមទេគេផ្អាកហើយផ្អាកមិនមែនបញ្ឈប់ទេមិនមែនឈប់ទេគឺផ្អាកពីបណ្ដោះអាសន្នពេលណាគេប្រកាសថាសេចក្តីផ្អាកនេះចប់ហើយគេបន្តឲ្យវិញយើងនឹងទទួលបានវីសាវិញប្រសិនបើយើងគ្រប់លក្ខខណ្ឌបាទលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកឬត្រូវការប្រឹក្សាយោបល់ផ្នែកណាមួយបាទតែមុននឹងតាក់ទងមកត្រូវមើលវីដេអូនេះឲ្យចប់សិនជៀសវាងសួរដដែលបាទអរគុណបាទ